រៀបសួរលោកគ្រូខ្ញុំបានឈ្មោះសុផតបារម្ភអ្នកមកពីក្រុម SV3 នឹងធ្វើ lab 5ដែលនិយាយអំពី Linux Basic Command Part 4ដែលធ្វើទៅលើ read និង write file អញ្ចឹងជាដំបូងយើងត្រូវមាន file 10ដែលមានជាមួយនឹង file SV3A រហូតដល់ SV3J ចំនួន10 file និង file មួយទៀតដែលយើងត្រូវបង្កើតគឺ sv3.exer ដែល file sv3 exer ហ្នឹងយើងមានសំទោសសេខុស sv3.exer យើងមានtext ចំនួន100 line ពី1រហូតដល់100អញ្ចឹងអីដែលយើងត្រូវធ្វើបន្ទាប់យើងត្រូវ copy file 10 file ដាក់ទៅ10 text ដាក់ទៅក្នុង10 file ដែលយើងយកចំនួន10ពី1ដល់10ដាក់ទៅក្នុង sv3a តមក10បន្ទាប់រហូតដល់20ដាក់ចូលទៅក្នុង sv3b រហូតដល់91ដល់100យើងដាក់ចូលទៅក្នុង sv3j អញ្ចឹងយើងបង្ហាញ result ទៅលើ sv3a រហូតដល់ sv3j ដែលយើង copy path យើងឃើញថាយើងមានបាន copy text ចំនួន10 line ពី1ដល់10ដាក់ចូលទៅក្នុង sv3a តមកយើងមើល file បន្ទាប់ sv3b 11ដល់20sv3c 1ដល់30 sv3d sv3e 3G SV3H SV3I SV3J ចឹងយើងឃើញថា10 line បន្តគ្នានឹងយើងយកមកដាក់ទៅក្នុង file នីមួយៗ file ចុងក្រោយ sv3j យើង91រហូតដល់100អញ្ចឹងជាបន្ទាប់យើងបង្ហាញជាមួយនឹង comment ដែលយើងទៅបង្កើតវាអញ្ចឹងជាដំបូងយើងមានជាមួយនឹង
ការបង្កើត file ដែលយើងប្រើប្រាស់ command touch sv3 a រហូតដល់ j ដល់ file តមកយក file បន្ទាប់គឺ sv3.exer ចឹង command ប៉ុណ្ណឹងយើងអាចបង្កើតជាមួយនឹង file ប៉ុណ្នេះចឹងអីដែលយើងត្រូវធ្វើបន្ទាប់command ដែលបង្កើត text 100 line ដាក់ចូលទៅក្នុង sv3.exer នេះយើងប្រើប្រាស់ for loop ដែលយើងឲ្យជាមួយនឹង i នៅក្នុង1រហូតដល់100តមកយើងប្រើប្រាស់ command echo ដើម្បីបង្កើត text ដែលយើងយក i នេះចាប់ដើមពី1រហូតដល់100ដាក់ចូលទៅក្នុង file sv3.exer តមក command បន្ទាប់គឺ copy text ចំនួន10ដាក់ចូលទៅក្នុង sv3a ដែលយើងប្រើប្រាស់ head យើងយកជាមួយនឹង10 line ដំបូងរបស់ sv3.exer ដាក់ចូលទៅក្នុង sv3a តមកយើងយកជាមួយនឹង20 line របស់ sv3.exer ប៉ុន្តែយើងយកតែ10ចុងក្រោយនេះគឺ11រហូតដល់ទី20នេះដែលយើងយកទៅដាក់ចូលទៅក្នុង sv3b តមកយើង head 30យើងយកតែ10ចុងក្រោយគឺ21រហូតដល់30ដាក់ចូលទៅក្នុង sv3c ចឹង sv3d ដូចគ្នាយើងយកតែលេខចុង10ចុងក្រោយនៃ40នេះ10ចុងក្រោយនៃទី50ចូលទៅក្នុង sv3e 60ចូលទៅក្នុង sv3f sv3g sv3h និង sv3i និងចុងក្រោយ sv3j ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងចឹងសូមអរគុណលោកគ្រូ